បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយពីបញ្ហាការរើបន្ទឹងព្រំដែនហើយក្រោយមានការរើបន្ទឹងព្រំដែនទៅឃើញថាកសិផលរបស់ប្រជាពលរដ្ឋខ្មែរយើងពួកគាត់ចាប់ផ្ដើមមានទីផ្សារការដែលខ្ញុំហ៊ាននិយាយនេះដោយសារតែមានឃើញការបង្ហោះផ្សេងៗរបស់ប្រជាកសិករយើងដែលគាត់លក់បន្លែផ្លែឈើដែលគាត់ដាំដុះបានហ្នឹងគឺបានតម្លៃមួយល្អប្រសើរខ្ញុំគិតថានេះគឺជាចំណុចមួយដែលយើងងាកទៅចាប់អារម្មណ៍ទាំងអស់គ្នាដែលជាពិសេសឈ្មួញដែលយើងចូលចិត្តទិញបន្លែផ្លែឈើពីបរទេសជាពិសេសថៃបងប្អូនការដែលយើងទិញរបស់របរផលិតផលគេវាស្មើនឹងយើងលើកតម្កើងយើងជួយគេយើងជំរុញលើកទឹកចិត្តគេឲ្យគេមានធនធានគ្រប់គ្រាន់ដើម្បីផលិតហើយផលិតផលក្នុងស្រុកយើងនៅតែគ្មានគុណភាពដដែលការដែលគ្មានគុណភាពនេះគឺមកពីយើងមិនឲ្យតម្លៃខ្លួនឯងមិនមែនគ្មានគុណភាពទេយើងទិញរបស់ថៃរបស់បរទេសនៅពេលដែលគេមានប្រាក់ចំណូលគ្រប់គ្រាន់គេអាចមានការផលិតត្រឹមត្រូវបច្ចេកទេសត្រឹមត្រូវដូច្នេះផលិតផលរបស់គេអាចនឹងមានគុណភាពជាងយើងប៉ុន្តែបើសិនបើយើងជួយគ្នាលើកតម្កើងផលិតផលក្នុងស្រុកហើយប្រជាកសិករយើងមានធនធានពួកគាត់ក៏អាចផលិតបានល្អបច្ចេកទេសល្អដូចគ្នាដូច្នេះបងប្អូនត្រូវងាកមកចាប់អារម្មណ៍ចំណុចនេះនៅក្នុងវិបត្តិបែបនេះយើងត្រូវតែជំរុញលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ដើម្បីឲ្យពួកគាត់ដាំដុះនិងធ្វើយ៉ាងណាឲ្យមានគុណភាពល្អជាងនេះបាទខ្ញុំសង្ឃឹមថាវីដេអូនេះនឹងបងប្អូនទាំងអស់គ្នានឹងមានការគិតសារជាថ្មីចំពោះការលើកទឹកចិត្តប្រជាពលរដ្ឋក្នុងស្រុកយើង